Bênនេះគឺជារូបភាពចេញដោយខុទ្ទការិយាល័យប្រធានាធិបតី Zelensky បងប្អូននិងប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump បានបង្ហាញនៅរូបភាពជំនួបដ៏កំពូលកម្របងប្អូនកម្រហើយពិធីជួបនេះគឺរៀបចំឡើងនៅឯប្រទេសអ៊ីតាលីបាទគឺពិធីបុណ្យ Pope Francis បងប្អូនដែលបានស្លាប់ហើយធ្វើពិធីបុណ្យនោះនៅឯបុរីវ៉ាទីកង់ក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលីតែម្ដងបាទនេះគឺជាជំនួបដ៏កំពូលហើយប្រធានាធិបតីបារាំងប្រធានាធិបតីអង់គ្លេសប្រធានាធិបតី Zelensky បាទប្រធានាធិបតីអ៊ុយក្រែននោះជាមួយនឹងប្រធានាធិបតីពិភពលោកគឺលោក Donald Trump តែម្ដងបើក្រោយពីមានជំនួបបងប្អូនលោក Zelensky បានបង្ហាញអារម្មណ៍របស់គាត់ទៅសារព័ត៌មានបាទលោកបាននិយាយថាជំនួបនេះគឺជាជំនួបកំពូលហើយមានគេហៅថាវិជ្ជមានដ៏ល្អបំផុតដែលនឹកស្មានមិនដល់បងប្អូនបាទគឺលោកបានសរសេរនៅក្នុងបណ្ដាញសង្គមរបស់លោកតាម Telegram បាទគឺជាការប្រជុំដ៏ល្អដ៏កម្រហើយមានរយៈពេល15នាទីបើការចរចានេះការជួបនេះគឺមិនមានអ្នកណាម្នាក់ដែលនៅក្បែរទេបងប្អូនបានន័យថាគឺជាការស្ម័គ្រចិត្តរវាងគេហៅថា one on one បាទបានន័យថាមួយទល់នឹងមួយបងប្អូនហើយលោក Zelensky លោកបានសរសេរបន្តទៀតថាជំនាញនេះគឺជាជំនួបដ៏ល្អមែនទែនដែលលោក Donald Trump បានសន្យាថានឹងបង្កើតសន្តិភាពយូរអង្វែងហើយការពារប្រជាជនអ៊ុយក្រែនព្រមទាំងការពារមិនឲ្យមានការកើតសង្គ្រាមទេហើយការប្រជុំនេះគឺជាការប្រជុំខុសពីលើកមុនបងប្អូនគឺជាការប្រជុំខុសពីកាលពីថ្ងៃទី28ខែ2ឆ្នាំ2005បាទនេះគឺជាការប្រជុំនៅគេហៅថាបូរីវ៉ាទីកង់នៅក្នុងប្រទេសអ៊ីតាលីបងប្អូនទីក្រុងរ៉ូមបាទដែលមេដឹកនាំធំកំពូលនោះគឺមកបុណ្យសពគេហៅថាស្ដេចប៉ាបបងប្អូនបាទដែលមានឈ្មោះថា Pope Francis បាទហើយការពិភាក្សានេះគឺច្រើនណាស់បងប្អូនបើលោកប្រធានាធិបតី Donald Trump នេះហាក់បីដូចជាបន្ទន់អរិយាប័ត្រពីព្រោះលោកក៏មើលឃើញនៅកំហុសខុសឆ្គងដែលលោកបានប្រើកាយវិការមិនសមរម្យហើយបានសម្លុតបើលោកប្រធានាធិបតី Zelensky ដែលការនោះគឺត្រូវបានសារព័ត៌មានចុះប្រងព្រាតបងប្អូនហើយលោកមើលទៅហាក់បីដូចជាបន្ទន់អរិយាប័ត្រហើយលោកបានបន្ទោសរុស្ស៊ីខណៈដែលរុស្ស៊ីនេះបានគេហៅថាត្រៀមបង្កើតបទច្បាញ់ហើយក៏ប៉ុន្តែបានបន្តទម្លាក់គ្រាប់បែកនៅក្នុងទីក្រុងគៀវកាលពីថ្ងៃទី24ខែ4បាទបានន័យថាលោកដាក់សម្ពាធមកលោកខឹងនឹងលោកប្រធានាធិបតី Zelensky ដែលមិនគោរពកិច្ចសន្យាបើលោក Zelensky ធ្លាប់បានប្រាប់ហើយថាលោកពូទីននេះគឺជាប្រធានាធិបតីសញ្ញេនឹងដៃលោកនឹងជើងទេបងប្អូនដូច្នេះហើយលោក Zelensky មានការបារម្ភការពីកិច្ចប្រជុំនៅឯគេហៅថាការិយាល័យពងកពើនៅឯប្រធានាធិបតីនេះបងប្អូនប្រធានាធិបតីសហរដ្ឋអាមេរិកនៅឯ Washington នោះបាទគឺលោកបានប្រាប់ទៅហើយថាប្រយ័ត្នឲ្យមែនតែនចំពោះរុស្ស៊ីនេះតែម្ដងគឺលោកពូទីនសញ្ញេនឹងដៃលោកនឹងជើងទេបងប្អូនហើយអ្វីដែលលោកប្រធានាធិបតីបាទមកប្រជុំនៅឯសំទោសមកពិធីបុណ្យសពនៅឯគេហៅថាបូរីវ៉ាទីកង់នេះគឺលោកបានបន្ទន់អរិយាប័ត្រហើយបានដាក់សម្ពាធទៅឲ្យរុស្ស៊ីយ៉ាងខ្លាំងបើសិនជារុស្ស៊ីពិតជាចង់បង្កើតបទច្បាញ់ហើយបញ្ចប់សង្គ្រាមមែនគឺរុស្ស៊ីគ្មានហេតុផលអីទៅទម្លាក់គ្រាប់បែកនៅទីក្រុងគៀវទេបងប្អូនបាទលោកប្រធានាធិបតីគាត់និយាយអញ្ចឹងហើយលោកបានត្រឡប់ទៅឯ Washington វិញបាទលោកបានសរសេរនៅក្នុងបណ្ដាញសង្គមរបស់លោកដែរបាទគឺបានបន្ទោសទៅរុស្ស៊ីតែម្ដងគឺលោកពូទីននេះតែម្ដងបាទបន្ទោសរឿងទម្លាក់គ្រាប់បែកនៅក្នុងទីក្រុងគៀវដែលគណៈថាខ្លួនចង់បានបទច្បាញ់ក៏ប៉ុន្តែនៅតែបន្តទម្លាក់គ្រាប់បែកនៅឯទីក្រុងគៀវប្រទេសអ៊ុយក្រែនចំពោះលោកប្រធានាធិបតី Donald Trump លោកបានប្រកាសហើយបើសិនជាលោកពូទីននៅតែមិនព្រមចរចាមិនព្រមបង្កើតបទច្បាញ់សន្តិភាពយូរអង្វែងទេបើលោកប្រធានាធិបតី Donald Trump គឺដកខ្លួនចេញពីសង្គ្រាមរវាងប្រទេសទាំងពីរហើយវាខុសពីអ្វីដែលលោកប្រធានាធិបតី Donald Trump បានសន្យាកាលមុនបោះឆ្នោតថាបើសិនជាលោកបានជាប់ជាប្រធានាធិបតីសហរដ្ឋអាមេរិកលោកនឹងធ្វើការចរចា
ត្រឹមតែ24ម៉ោងបាទគឺលោកសូមបោះបង់ចោលហើយបន្តគម្រាមបងប្អូនបាទបន្តគម្រាមប្រធានាធិបតីរុស្ស៊ីបាទបើសិនជាគ្មានការចរចាហើយសភាបងប្អូនសភានិងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកក៏បន្តត្រៀមដាក់ទណ្ឌកម្មចំពោះប្រទេសណាដែលទិញឧបស្ម័ននិងទិញប្រេងពីប្រទេសរុស្ស៊ីបើសិនជារុស្ស៊ីមិនព្រមចរចាបត់ច្បាញ់ទេសហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មក៏ប៉ុន្តែបើសិនជារុស្ស៊ីព្រមចរចាបាទគឺសហរដ្ឋអាមេរិកនឹងដកទណ្ឌកម្មទាំងប៉ុន្មានចំពោះរុស្ស៊ីចេញទាំងអស់ដោយគ្មានលក្ខខណ្ឌបាទក៏ប៉ុន្តែលោក Donald Trump បានសូមឲ្យលោក Zelensky នេះបាទទទួលស្គាល់ថាតំបន់គីមីដែលរុស្ស៊ីយកកាលពីឆ្នាំ2014ធ្វើជាតំបន់បន្ទាត់ក្រហមព្រំដែនរបស់អ៊ុយក្រែនដើម្បីមិនអនុញ្ញាតឲ្យរុស្ស៊ីបន្តលុកលុយបន្តឈ្លានពានប្រទេសអ៊ុយក្រែនទៀតទេបងប្អូនក៏ប៉ុន្តែរុស្ស៊ីកន្លែងនេះប្រហែលជាបន្ទន់អេរយាប័តបានជាអ៊ុយក្រែនមកសំទោសកន្លែងនេះអ៊ុយក្រែនបន្ទន់អេរយាប័តទើបអ៊ុយក្រែនបាទលោក Zelensky នឹងហ៊ាននិយាយថាជាកិច្ចប្រជុំកម្ពុជាដ៏អស្ចារ្យមួយបងប្អូនបាទដ៏អស្ចារ្យមួយហើយជាកិច្ចប្រជុំកម្ពុជាដែលមិនធ្លាប់មានដែលជាប្រវត្តិសាស្ត្របាទធ្វើឲ្យអ៊ុយក្រែនមានសន្តិភាពយូរអង្វែងនិងការពារប្រជាជនអ៊ុយក្រែនបានន័យថាលោក Zelensky ព្រមទទួលយកបងប្អូនហើយអ្វីដែលលោក Zelensky ថាអស្ចារ្យនោះសូមអរគុណប្រធានាធិបតី Donald Trump បាទលោកបានសរសេរយ៉ាងភាពសប្បាយរីករាយរបស់លោកបាទលើកនេះគឺប្រធានាធិបតីអ៊ុយក្រែនទទួលលាភហើយបងប្អូនបានន័យថាក្រោយពីលោក Donald Trump មើលឃើញការប្រើកាយវិការមិនសមរម្យចំពោះលោកក្នុងនាមប្រទេសជាប្រទេសបើលោក Donald Trump បានសន្យាថានឹងបន្តរកសន្តិភាពជូនប្រទេសអ៊ុយក្រែនហើយធានាថាសន្តិភាពនេះគឺជាសន្តិភាពយូរអង្វែងការពារផលប្រយោជន៍របស់ប្រទេសអ៊ុយក្រែនក៏ប៉ុន្តែសូមឲ្យអ៊ុយក្រែនទទួលយកតំបន់គីមីដែលរុស្ស៊ីបានវាយយកកាលពីឆ្នាំ2014នោះគឺជាតំបន់ទ្រនាប់ក្រហមរបស់រុស្ស៊ីអ៊ុយក្រែនបានន័យថាឲ្យរុស្ស៊ីនឹងគឺសំទោសឲ្យអ៊ុយក្រែនទទួលស្គាល់ថាគីមីជាតំបន់របស់រុស្ស៊ីក៏មែនតែនទៅគឺរុស្ស៊ីបានយកទៅហើយបានដាក់ជាប្រទេសរបស់ខ្លួនទៅហើយក៏ប៉ុន្តែពិភពលោកមិនទទួលស្គាល់ទេបងប្អូនមិនទាន់ទទួលស្គាល់ស្របច្បាប់ទេក៏ដូចជាប្រទេសអ៊ុយក្រែនតែម្ដងបាទគឺមិនទទួលស្គាល់ថាតំបន់គីមីនេះជារបស់រុស្ស៊ីទេនៅតែចិញ្ចឹមចិត្តថាជារបស់អ៊ុយក្រែនក៏ប៉ុន្តែលោក Donald Trump បាទសូមឲ្យលោក Zelensky នេះទទួលយកកន្លែងហ្នឹងទើបលោកបន្តបាទបង្កើតកិច្ចព្រមព្រៀងនៅបទច្បាញ់ជូនប្រទេសទាំងពីរបាទលើកនេះខុសពីលើកមុនបងប្អូននេះគឺជារូបភាពវីដេអូកាលពីលើកមុនហើយនេះគឺជារូបភាពវីដេអូមានតែ2នាក់ទេបងប្អូនក្នុងកិច្ចប្រជុំនេះបាទរីករាយបងប្អូននេះគឺជាដំណឹងល្អបងប្អូនដំណឹងល្អមែនទែនសង្ឃឹមថាពិភពលោកនឹងមានសញ្ញាវិជ្ជមានបើក្រោយពីមានការដាក់របាំងពន្ធទៅលើប្រទេសមួយគឺពិភពលោកមានការកលាប់ចាក់ណាបងប្អូនបាទព័ត៌មានថ្មីគឺថាមានការរុះរើរោងចក្រហើយបងប្អូនគឺក្រុមហ៊ុនធំបាទក្រុមហ៊ុនយ៉ាក់ធំបានរើឧស្សាហកម្មរបស់ខ្លួនចាក់ចេញពីប្រទេសចិនច្រើនណាស់បងប្អូនបើយើងនឹងសូមជូនព័ត៌មានកន្លែងនេះបន្តិចបងប្អូនណាវាជាព័ត៌មានដែលយើងទើបបានទទួលថ្មីបងប្អូនក្រោយពីមានការដាក់របាំងពន្ធនៅលើពិភពលោកបើក្រុមហ៊ុន iPhone បានដកខ្លួនចេញពីប្រទេសចិនហើយមកផលិតនិងដំឡើងបើនៅឥណ្ឌាវិញម្ដងបងប្អូន Samsung ដកខ្លួនចេញពីចិនមកវៀតណាមហើយ LG បានដកខ្លួនពីប្រទេសចិនមកឥណ្ឌូនេស៊ីបើចំណែក Toyota បានដកខ្លួនចេញពីប្រទេសចិនមកសហរដ្ឋអាមេរិកប្រេស៊ីលមិចស៊ីកូនិងថៃបើមានការប្រែប្រួលបងប្អូនការធ្វើរបាំងពន្ធសេដ្ឋកិច្ចរបស់លោក Donald Trump នេះគឺមានការប្រែប្រួលខ្លាំងណាស់បងប្អូនហើយក្រុមហ៊ុនរថយន្តធំបំផុតលើពិភពលោកក្រុមហ៊ុនយ៉ាក់របស់កូរ៉េគឺក្រុមហ៊ុន Kia បងប្អូនក៏បានដកខ្លួនចេញពីប្រទេសចិនដែរគឺមកឥណ្ឌានិងអាស៊ានក៏ដូចជាសហរដ្ឋអាមេរិកហើយអាស៊ាននេះយើងសង្ឃឹមថានឹងអាចមានប្រទេសកម្ពុជាឬក៏យ៉ាងណាចំណែកឯក្រុមហ៊ុន Tesla របស់លោក Elon Musk បានដកខ្លួនចេញពីប្រទេសចិនហើយមកសហរដ្ឋអាមេរិកកាណាដានិងមិចស៊ីកូបាទហើយនឹងមានបន្តទៀតបងប្អូនវាជាការប្រែប្រួលពិភពលោកហើយបងប្អូនចំណែកវាសនារបស់ប្រទេសកម្ពុជាយើងមិនដឹងថាជាយ៉ាងណាទេបងប្អូនណាចំពោះរបាំងពន្ធដែលសហរដ្ឋអាមេរិកបានដាក់ថ្មីនេះគឺ 49% បន្ថែម
ហើយរបាំងពន្ធទៅលើសឡានគឺខ្លាំងមែនទែនបងប្អូនបើមានក្រុមហ៊ុនខ្លះដល់តែ 3000% មានក្រុមហ៊ុនខ្លះដល់តែ 500% បងប្អូនអញ្ចឹងបើសិនជាមិនមានការចរចាចុះពន្ធឬក៏មិនមានអឺរដ្ឋាភិបាលដែលបញ្ជូនគណៈរដ្ឋមន្ត្រីការបរទេសទៅចរចាជាមួយនឹងប្រទេសសហរដ្ឋអាមេរិកទេគឺរបាំងពន្ធយើងនៅ49គឺនៅត្រឹងតែម្ដងក្រោយពីការព្យួរ3ខែហើយបើមានការត្រឹង49%នោះគឺមានបញ្ហាស្ថានភាពឧស្សាហកម្មរោងចក្រយើងតែម្ដងបងប្អូនដែលបរទេសជាពិសេសគឺសហគ្រាសធំជនជាតិចិនតែម្ដងនេះនឹងមានការងាកបងប្អូនងាកចេញពីប្រទេសកម្ពុជាពីព្រោះពន្ធ49%វាធ្ងន់ធ្ងរណាស់បងប្អូនវាច្រើនជាងឥណ្ឌាច្រើនជាងឥណ្ឌូនេស៊ីបងប្អូនអញ្ចឹងហើយប្រទេសនោះនឹងក្រឡេកទៅមើលប្រទេសតូចៗដែលជាប់របាំងពន្ធតូចៗវិញបងប្អូនបាទយើងសូមអរគុណបងប្អូនដែលបានតាមដានព្រឹត្តិការណ៍និងព័ត៌មានអន្តរជាតិ